Chevrolet លក់ដាច់មែនទេបាទដោយសារតែ Chevrolet គឺជាម៉ាករថយន្តដ៏ចំណាស់មួយរបស់សហរដ្ឋអាមេរិកដែលមានបទពិសោធន៍នៅក្នុងការផលិតជាង100ឆ្នាំមកហើយតាំងពីឆ្នាំ1911នៅទីក្រុង Detroit របស់សហរដ្ឋអាមេរិកដែលយើងលក់ឡានដល់ទៅ 1.4 លានគ្រឿងនៅក្នុងមួយឆ្នាំគិតជាមធ្យមជាមួយនឹងរោងចក្រដែលផលិតនិងដំឡើងគិតជាសរុបជុំវិញសកលលោកដល់ទៅជាង30ដូច្នេះទាក់ទងទៅនឹងទំនុកចិត្តការផ្ដល់ជូនទៅលើប្រព័ន្ធសុខភាពគឺល្អឥតខ្ចោះตัวយ៉ាងដូចជា Chevrolet Groove OS នៅខាងឆ្វេងដៃរបស់ខ្ញុំបាទនេះគឺយើងទើបតែឈានជើងចូលទីផ្សារប្រទេសកម្ពុជាថ្មីៗតែប៉ុណ្ណោះប៉ុន្តែទទួលបាននូវការគាំទ្រច្រើនដែលបងប្អូនអាចឃើញនៅតាមដងផ្លូវធ្វើការចរាចរណ៍គឺច្រើនមែនទែនអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការបទបង្ហាញពីចំណុចពិសេសធំៗថាតើហេតុអ្វីបានបងប្អូនគួរតែជ្រើសរើសរថយន្ត Chevrolet Groove OS ស៊េរីថ្មីនេះយកជាដៃគូធ្វើដំណើរប្រចាំថ្ងៃចំណុចទី1 Chevrolet Groove OS គឺបានរចនាយ៉ាងពិសេសសម្រាប់យុវវ័យជាមួយនឹងការរចនាបែប Sport លក្ខណៈរថយន្ត5កីផ្ដោតទៅលើការសន្សំសំចៃជាមួយនឹងការរចនាផ្នែកពីកមុខបណ្ណាបែបសំបុកឃ្មុំ logo ពណ៌ខ្មៅភ្ជាប់ជាមួយនឹងអំពូលគុជជាប្រភេទ Dynamic LED Daytime ក៏ជាប្រភេទ LED សញ្ញោក៏ជាប្រភេទ LED ហើយអំពូលកាត់អាប់គឺជាប្រភេទអំពូលដែលពិសេសមានសមត្ថភាពខ្ពស់នៅក្នុងការកាត់អាប់គឺបានល្អខ្លាំងមែនទែនជាមួយនឹងផ្នែកពីខាងក្រោមគឺជាអ្វីដែលខ្ញុំស្រឡាញ់ខ្លាំងកាងគឺជាសារធាតុបែបកាបូនមើលទៅគឺពិតជា Sport មិនចាំបាច់ធ្វើការលេងបន្ថែមនោះទេចំពោះ performance វិញកាន់តែពិសេសសម្រាប់ Chevrolet Groove OS គឺបានបំពាក់ជាមួយនឹងម៉ាស៊ីនជំនាន់ថ្មីប្រភេទម៉ាស៊ីន 1.5 Turbo Charge អាចបង្កើនកម្លាំងសេះដល់ទៅ 150 PS ជាមួយនឹងកម្លាំងរមុលគឺពិតជាខ្ពស់មែនទែនភ្ជាប់ជាមួយនឹងប្រអប់លេខ CVT ដែលជាប្រអប់លេខមួយដែលមានការបញ្ចូលលេខ smooth ប្រើប្រាស់លក្ខណៈគ្រួសារគឺប្រកបទៅដោយផាសុកភាពការសន្សំសំចៃគឺកាន់តែមាន100គីឡូដីចំណាយត្រឹមតែ5ទៅ6លីត្រតែប៉ុណ្ណោះជាមួយនឹងការបន់ពងផ្លូវវិញកាន់តែធូរត្រឹមតែ 15,000 រៀលទេនៅក្នុងមួយឆ្នាំមិនត្រឹមតែ Sport ផ្នែកពីខាងមុខទេពីខាងក្រោយក៏ Sport មិនធម្មតាដែរភ្ជាប់ជាមួយនឹង Stop LED សុទ្ធតែម្ដង logo OS កាងគឺជាសារធាតុបែបកាបូនមានលក្ខណៈ Sport ខ្លាំងអ្វីដែលខ្ញុំស្រឡាញ់ខ្លាំងគឺ Simmang Zin ផ្លោះចេញពីក្រុមហ៊ុន Simmang ផ្លោះ Zin ចេញពីរោងចក្រមកតតែម្ដងដូច្នេះខាងមុខនិងខាងក្រោយនិងពីជំហានគឺពិតជាកលិបខ្លាំងអញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់រថយន្តបែប Sport តែចង់បានទូខ្ពស់ទិញរថយន្ត Chevrolet Groove OS មិនចាំបាច់យកទៅលេងបន្ថែមគឺស្អាតស្រាប់តែម្ដងជាមួយនឹងការរចនាផ្នែកខាងក្នុងបែប Sport និង Premium ភ្ជាប់ជាមួយនឹងកៅអីពូកស្បែកទាំងអស់រចនាជាមួយនឹងកៅអីប្រភេទបែប Sport Gaming ដែលមិនត្រឹមតែស្អាតទេផ្ដល់នូវផាសុកភាពនិងអង្គុយក្តោបខ្នងស្រួលគឺស្រួលល្អខ្លាំងមែនទែនជាមួយនឹងបច្ចេកវិទ្យាផ្នែកពីខាងក្នុងគឺមុខគ្រប់សពទាំងអស់បងប្អូនទាំងអស់គ្នាជាមួយនឹងកុងទ័រ Digital ដល់ទៅ7 អ៊ីងបង្ហាញជាមួយនឹង sensor ភ្លឹងវាស់និងសម្ពាធខ្យល់កង់អ្វីដែលខ្ញុំស្រឡាញ់ខ្លាំងគឺមុខងារ Traffic Jam Assist និងមុខងារចាប់កន្លងផ្លូវចាប់ប្រាំងដោយស្វ័យប្រវត្តិនៅលើ Chevrolet Groove OS នេះដែលលើសគេនៅក្នុងទីផ្សារតម្លៃត្រឹមតែជាង $20,000 គឺរួមមិនទាន់មានតម្លៃទេមុខងារនេះគឺដំណើរការល្អខ្លាំងណាស់នៅក្នុងពេលដែលស្ទះចរាចរណ៍រថយន្តនេះមានមុខងារនៅក្នុងការដំឡើងល្បឿននិងទម្លាក់ល្បឿនតាមរថយន្តខាងមុខមិនថាល្បឿនយឺតនិងល្បឿនលឿនគឺដំណើរការបានទាំងអស់បន្ថែមពីនោះប្រសិនបើគៀកនៅក្នុងការបុកប៉ះបងប្អូនមិនធ្វើការចន់ប្រាំងទេរថយន្តនេះនឹងធ្វើការចន់ប្រាំងដោយស្វ័យប្រវត្តិថែមទៀតផងមិនត្រឹមតែមានមុខងារដេញតាមឡានខាងមុខនិងចាប់ប្រាំងអូតូទេសម្រាប់ Chevrolet Groove OS ក៏បន្ថែមជាមួយនឹងមុខងារពិសេសនៅក្នុងការចាប់កន្លងផ្លូវផងដែរនៅពេលដែលបងប្អូនរេចេញពីកន្លងសុវត្ថិភាពទៅកន្លងមួយដែលមិនមានសុវត្ថិភាពរថយន្តនេះនឹងធ្វើការទាញមកក្នុងកន្លងសុវត្ថិភាពឲ្យបងប្អូនទាំងគ្នាវិញដោយស្វ័យប្រវត្តិតែម្ដងដូច្នេះគឺអាចរក្សានៅប្រព័ន្ធសុវត្ថិភាពមួយដែលល្អឥតខ្ចោះនិងលើសគេនៅក្នុងទីផ្សារប្រព័ន្ធសុវត្ថិភាពឃើញថាល្អឥតខ្ចោះហើយចុះប្រព័ន្ធកម្សាន្តវិញបាទមិនខ្វះទេសម្រាប់ Chevrolet Groove OS ថ្មីជាប់ជាមួយនឹងអេក្រង់ Touch ដល់ទៅ 10.25 អ៊ីងមានទាំងមុខងារ Apple CarPlay Android Auto បាទគឺប្រើបានទាំងអស់ជាប់ជាមួយនឹងម៉ាស៊ីនត្រជាក់ក៏អាច Touch ផ្ទាល់នៅលើអេក្រង់នេះបានផងដែរជាមួយនឹងកុងទ័រ Digital ប្រព័ន្ធកម្សាន្តផ្សេងៗគឺមានមករួចទាំងអស់នៅលើដៃចង្កូតរួមមានទាំងប្រព័ន្ធបញ្ជាជាសំឡេង Voice Command ក៏មានបំពាក់ផងដែរសម្រាប់ Chevrolet Groove OS ស៊េរីថ្មីអ្វីដែល Chevrolet តែងតែផ្ដោតគឺភាពហាប់ណែននៅក្នុងការបើកបរជាពិសេសនៅលើផ្លូវ highway អញ្ចឹងសម្រាប់ The All New Chevrolet Groove OS គឺបានរចនាថ្មីទាំងស្រុងជាមួយនឹង body ដែលមានទម្ងន់ធ្ងន់មែនទែនដល់ទៅ 1755 គីឡូក្រាមផ្ទាល់ដូច្នេះតើតើនឹងការបើកបរគឺមានលក្ខណៈហាប់ណែនល្អជាមួយនឹងរូបរាងដែលមធ្យមមិនតូចនិងមិនធំប្រវែង 4.3.25 ជាមួយនឹងកម្ពស់ 1.62 និងទទឹងដល់ទៅ 1.7.50 ដូច្នេះទៅលើកម្ពស់នេះនិងទំហំនេះគឺសមាមាត្រសម្រាប់សមាជិកគ្រួសារ5នាក់ការប្រើប្រាស់គឺប្រកបទៅដោយផាសុកភាពអញ្ចឹងគឺមកល្មមសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារទាំងការអង្គុយនៅជួរទី1និងជួរទី2មិនមានភាពចង្អៀតឡើយដោយសាររថយន្តនេះគឺ follow ទៅតាមស្តង់ដាររបស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដងជាមួយនឹងតម្លៃនៃការផ្ដល់ជូនពិសេសត្រឹមតែ$28,500តែប៉ុណ្ណោះទទួលបានរថយន្តរបស់សហរដ្ឋអាមេរិកដែលមានលំហធំបច្ចេកវិទ្យាទំនើបសាច់ដៃធ្ងន់ប្រព័ន្ធបើកបរគឺល្អឥតខ្ចោះការសន្សំចៃគឺកាន់តែមានអ្វីដែលសំខាន់គឺទីផ្សារល្អងាយស្រួលលក់ចេញគ្រឿងបន្លាស់វិញរកនៅទីណាក៏មានដែរ ព
ចូលនិងចែកចាយផ្ដាច់មុខដោយ TA Group